អំពីគ្រួសារពីរភូមិដែលរស់នៅជាប់នឹងជើងភ្នំពីរភូមិនោះអាស្រ័យផលនឹងការបរបាញ់សត្វនៅទីភ្នំនោះនិងរកបេះផ្លែឈើមកធ្វើជាអាហារនិងរកបន្លែបង្ការពីភ្នំនោះដើម្បីមកចិញ្ចឹមជីវភាពដំណាលអំពីភូមិនិងអ្នកស្រុកដែលបាននិយាយអំពីភ្នំនោះបាននិយាយថានៅលើភ្នំនោះគឺជាភ្នំដែលមានព្រៃស្ដុកដុះសម្បូរទៅដោយសត្វជាច្រើនចម្រុះមានសត្វខ្លាដំរីតោរមាសជាពិសេសគឺមានស្ដេចខ្លាដែលរស់នៅទីនោះអ្នកភូមិបានប្រសិទ្ធនាមព្រៃនោះថាជាព្រៃអាគមដែលជាទីអកំបាំងគួរឲ្យខ្លាចអ្នកភូមិទាំងនោះនាំគ្នានិយាយថាព្រៃនោះជាព្រៃអាថ័ន្តសម្បូរទៅដោយពួកអមនុស្សរស់នៅមានខ្មោចព្រាយបិសាចសត្វសាហាវជាច្រើនដែលធ្វើឲ្យអ្នកភូមិមិនហ៊ានចូលទៅក្នុងព្រៃនោះជ្រៅទេអ្នកភូមិតែងដំណើរនិយាយថាកាលជំនាន់ឪពុកម្ដាយគាត់ដែលបានទៅបរបាញ់នៅក្នុងព្រៃនោះអ្នកខ្លះក៏បានស្លាប់និងបាត់បង់ជីវិតនៅក្នុងព្រៃនោះដោយសារតែសត្វសាហាវដូចជាខ្លាបានខំសម្លាប់ពួកគេនៅមានយុវជនយុវនារីជាច្រើនអ្នកទៀតដែលបានចូលទៅរកបន្លែផ្លែឈើឬក៏ទៅបរបាញ់សត្វដោយចូលទៅក្នុងព្រៃជ្រៅពេកត្រូវសត្វខ្លាខំធ្វើជាអាហារនិងស្លាប់បាត់បង់ជីវិតដំណាលពីអ្នកភូមិដែលរស់នៅមួយគ្រួសារថ្ងៃនោះមានបុរសចំណាក់ពីរអ្នកប្តីប្រពន្ធអាយុប្រហែល50ឆ្នាំបាននាំគ្នាចូលទៅក្នុងព្រៃគោលបំណងដើម្បីសម្លាប់ខ្លួនដោយសារតែខ្លួនទាំងពីរអ្នកប្តីប្រពន្ធគ្មានកូនចៅនឹងគេហើយត្រូវមានជំងឺប្រចាំកាយទាំងពីរអ្នកហេតុដូចនេះលោកតានិងលោកយាយក៏ពិភាក្សាគ្នាសម្រេចបបួលគ្នាចូលទៅក្នុងព្រៃនោះដើម្បីឲ្យសត្វសាហាវព្រាយបិសាចសម្លាប់ពួកគាត់ទាំងពីរចុះទៅពេលចូលទៅដល់ក្នុងព្រៃបុរសចំណាស់និងប្រពន្ធក៏និយាយគ្នាតាវាពេលនេះយើងមកដល់ក្នុងព្រៃអាថ័ន្តហើយមិនយូរទេនឹងមានខ្មោចព្រាយបិសាចវាមកសម្លាប់ពួកយើងជាមិនខានឡើយណាលោកតាពិតមែនហើយឯងអើយតិចទៀតពួកយើងទាំងពីរនាក់នឹងបានស្លាប់ដូចបំណងហើយតើលោកយាយឯងនឹកសោកស្ដាយនៅបំណងអ្វីដែលមិនទាន់បានសម្រេចទេឆាប់ប្រាប់ខ្ញុំបន្តិចមកក្រែងខ្ញុំអាចជួយបំពេញបានអារឿងសោកស្ដាយក្រោយខ្ញុំវាមិនមានទេតែពួកយើងមិនដឹងថារស់ដើម្បីអីបើគ្មានកូនគ្មានទ្រព្យហើយណាមួយមានជំងឺជាប់ប្រចាំកាយទៀតខ្ញុំនឹកក្នុងចិត្តថាបើខ្ញុំមានកូនមានចៅខ្ញុំនឹងប្រដៅកូនចៅខ្ញុំឲ្យរស់នៅប្រកបដោយគុណធម៌ស្រឡាញ់ចិត្តបងប្អូនស្រឡាញ់អ្នកចិត្តខាងចេះជួយទុក្ខធរៈនិងរស់នៅប្រកបដោយសុខភមង្គលជាមួយនឹងអ្នកចិត្តខាងខណៈពេលប្តីប្រពន្ធទាំងពីរកំពុងនិយាយគ្នានោះស្រាប់តែឮសំឡេងក្មេងសើចលេងយ៉ាងសប្បាយធ្វើឲ្យប្តីប្រពន្ធមានការផិតភ័យជាខ្លាំងដោយនឹកក្នុងចិត្តថាវាជាសំឡេងកូនខ្មោចប្តីប្រពន្ធចាស់ជរាក៏និយាយទាំងភ័យថាយាយវាអើយយាយវាឯងមានឮសំឡេងកូនខ្មោចកំពុងតែសើចទេឯងចាតាវាខ្ញុំបានឮដែរនឹងណាលោកតាសំឡេងសោតវាចេញពីក្រោយដើមឈើនោះហើយណាលោកតាវាអើយខ្ញុំខ្លាចខ្មោចណាតាវាអើយហើយចុះក្រែងយាយវាឯង
ពួកយើងមកដើម្បីឲ្យខ្មោចព្រាយបិសាចនៅក្នុងព្រៃនេះសម្រាប់យើងមែនទេហើយចុះហេតុអីបានជាយើងត្រូវនាំគ្នាខ្លាចខ្មោចបែបនេះហ៎លោកយាយ មែនហើយតាវាអ្នកតែខ្ញុំដូចជាចងល់ហេតុអីសំលេងកូនខ្មោចនោះសើចលេងដូចជាសំលេងកូនមនុស្សម្ល៉េះហើយសើចកាន់តែខ្លាំងហើយណាតាវា មែនហើយសំឡេងសើចនោះដូចជាក្រោមដើមឈើធំនោះអញ្ចឹងមកយើងនាំគ្នាទៅមើលសិនដើម្បីឲ្យប្រកាសថាជាអ្វីប្តីប្រពន្ធទាំងពីរក៏បាននាំគ្នាដើរសម្ដៅទៅក្រោមដើមឈើធំនោះពេលដែលដើរទៅដល់ប្តីប្រពន្ធក៏ឃើញក្មេងប្រុសកំពុងតែអឹមដោះខ្លាដែលជាស្ដេចខ្លានៅក្នុងព្រៃអាថន្ននេះឃើញបែបនេះប្តីប្រពន្ធក៏នៅស្ងៀមមិនហ៊ានកម្រើកខ្លួនព្រោះខ្លាចសត្វខ្លានោះឃើញខ្លួនហើយសម្លាប់ពួកគាត់មួយសន្ទុះក្រោយមកខ្លាសដឹងប្តីប្រពន្ធទាំងពីរកំពុងតែមើលខ្លួនក៏គិតក្នុងចិត្តថា ល្អហើយដល់ពេលដែលឯងត្រូវទៅរស់នៅក្នុងភូមិមនុស្សហើយណាកូនសម្លាញ់អើយ ស្ដេចខ្លាគិតហើយក៏ដើរចេញពីក្មេងនេះចូលទៅក្នុងព្រៃបាត់ទៅដោយទុកឲ្យក្មេងប្រុសនោះនៅឈរតែម្នាក់ឯងឃើញបែបនោះដីប្រពន្ធដ៏ចំណាស់ក៏បានដើរចូលទៅមើលក្មេងប្រុសនោះហើយក៏និយាយ ឯណាមើលទៅក្មេងប្រុសនេះគួរឲ្យស្រឡាញ់ណាស់វាមិនមែនជាខ្មោចឬក៏ជាខ្លានោះទេវាជាមនុស្សដូចតែយើងដែរណាលោកតាអើយ អូពុតមែនហើយអ្នកវាពិតជាមនុស្សពិតមែនហើយចុះហេតុអ្វីបានជាវាមកនៅក្នុងព្រៃបែបនេះទៅណោះលោកយាយអើយហើយថែមទាំងមានស្ដេចខ្លាបំបើកដោះវាទៀតពិតជាចម្លែកដោះក៏ហើយណាយាយវាបើតាមខ្ញុំគិតទៅប្រហែលជាមានមនុស្សយកកូននេះមកចោលក្នុងព្រៃនេះហើយស្ដេចខ្លាក៏យកក្មេងនេះមកចិញ្ចឹមដើម្បីយកអាសាតែប៉ុណ្ណោះទៅយាយវាបើតាមដំណាលចាស់ដែលនិយាយតគ្នាមកថាស្ដេចខ្លាអំបញ្ញមិញហ្នឹងគឺជាខ្លាដែលកាន់សិលមានបុណ្យបារមីខ្ពស់អាចនិយាយភាសាមនុស្សប្រែកាយគ្រប់បែបយ៉ាងទៀតណាយាយវាអើយដូច្នេះក្មេងនេះប្រកាសណាស់ថាជាក្មេងដែលស្ដេចខ្លារើសមកចិញ្ចឹមក្មេងនេះធំឡើងពិតជាមិនធម្មតាទេព្រោះគេបានបើទឹកដោះស្ដេចខ្លាបែបនេះណាយាយវា តើយើងគិតបែបណាចំពោះក្មេងនេះទៅតាវាអើយ ខ្ញុំគិតថាយើងគួរតែយកក្មេងនេះទៅចិញ្ចឹមទៅណាយាយវាព្រោះយើងក៏គ្មានកូនចៅដែរមើលទៅក្មេងនេះចុះប្រហែលជាទេវតាប្រទានឲ្យពួកយើងទាំងពីរនាក់ហើយ ហើយយាយវាចុះយើងឈប់ចង់ស្លាប់ទៀតហើយមែនទេ អូជប់ហើយតាវាអើយនៅសម្រាប់ខ្លួនដល់ណាទៀតពេលនេះយើងមានចៅកូននឹងគេហើយ ហើយរឿងដែលមានជំងឺប្រចាំកាយអីចាំថ្ងៃក្រោយយើងគិតទៀតយើងនឹងទៅរកថ្នាំមកព្យាបាលលោកយាយឯងក្រោយពីប្តីប្រពន្ធទាំងពីរនាក់នោះយកក្មេងនោះទៅចិញ្ចឹមជីវភាពគ្រួសាររបស់គាត់ពោរពេញទៅដោយស្នាមញញឹមនិងមានសេចក្តីសុខបំផុតតែរឿងអាក្រក់ក៏ចូលមកក្នុងជីវិតគាត់ទាំងពីរនាក់ពេលនោះដែររឿងនោះដោយសារតែអ្នកស្រុកភូមិនាំគ្នាគិតថាដីប្រពន្ធយាយតាទាំងពីរនាក់នេះយកក្មេងខ្មោចពីព្រៃអាថន្នមកចិញ្ចឹមអាចនាំចង្រៃដល់ស្រុកភូមិពួកគេក៏ឈប់រាប់អានប្តីប្រពន្ធទាំងពីរនោះមិនយូរប៉ុន្មាន អាដើមចៅមកនេះបន្តិចមកណាចៅ បាទលោកយាយតើលោកយាយហៅចៅមកមានការអ្វី
ប្រើចៅមែនទេលោកយាយអាដាមចៅដោយសារតែស្រុកភូមិយើងមួយរយៈនេះមានរឿងមិនល្អគឺជួបគ្រោះរាំងស្ងួតខែវស្សាក៏គ្មានភ្លៀងទឹកស្ទឹងត្រពាំងរីងមិនដឹងមូលហេតុអ្វីធ្វើឲ្យកសិករនៅក្នុងភូមិស្រុកយើងម្នាក់មិនអាចធ្វើស្រែចម្ការបានដាច់អាហារដាច់ទឹកស្ទើរតែទ្រាំលែងបានទៅហើយបើនៅតែបន្តបែបនេះទៀតមុខជាស្លាប់ទាំងអស់គ្នាមួយភូមិហើយ យាយនិងតាគិតថានឹងចូលទៅក្នុងព្រៃអាថ័ន្តរកជីកដំឡូងយកមកឆៃនិងចែកឲ្យអ្នកភូមិយើងខ្លះគ្រាន់បានចែកគ្នារស់ បាទលោកយាយលោកតារឿងហ្នឹងលោកតាលោកយាយមិនចាំបាច់ទៅក្នុងព្រៃអាឋាននោះទេមូលហេតុដែលទឹកស្ទឹងត្រពាំងនិងមេឃក្នុងស្រុកយើងមិនភ្លៀងនិងរីងស្ងួតនោះគឺវាមានមូលហេតុអញ្ចេះណាលោកយាយចៅបានដឹងមូលហេតុវាហើយគឺដោយសារតែតាយាយទាំងពីរអ្នកឯងនឹងហើយដែលយកអាក្មេងចង្រៃពីព្រៃអាឋាននោះចូលមកក្នុងស្រុកយើងទើបបានជាស្រុកយើងនេះជួបតែរឿងអាក្រក់អារឿងសយបែបនេះលោកមេភូមិខ្ញុំគិតថាពួកយើងគួរតែយកអាដាមនេះយកទៅដុតបូជាដល់អរតក្សទៅស្រុកភូមិយើងមុខជាមានទឹកប្រើវិញជាមិនខានឡើយណាលោកមេភូមិលោកតាលោកយាយអើយមានអ្នកស្រុកយើងជាច្រើនដែលគេទៅប្តឹងខ្ញុំថាដោយសារតែលោកតាលោកយាយយកអាដាមពីក្នុងព្រៃអាឋានមកចិញ្ចឹមទើបបានជាស្រុកយើងនេះចេះតែមានរឿងអាក្រក់កើតឡើងបែបនេះណាពួកគេចង់ឲ្យខ្ញុំយកអាដាមទៅដុតបូជាយ៉ាញ់ដើម្បីដេញគ្រោះឧបទ្រពទាំងឡាយឲ្យឈប់មានរឿងអាក្រក់កើតឡើងបន្តទៀតខ្ញុំគិតថារឿងអាក្រក់ទាំងនេះមិនមែនដោយសារតែចៅដាំខ្ញុំទេណាលោកមេភូមិនេះប្រហែលជាមានជនជាតិឱកាសជាអ្នកធ្វើឲ្យទម្លាក់កំហុសឲ្យចៅខ្ញុំលោកមេភូមិខ្ញុំអាចបញ្ជាក់បានថារឿងបាត់មាន់បាត់ទាបាត់គោក្របីអ្នកស្រុកនោះវាមិនមែនជាទង្វើរបស់ខ្ញុំឡើយគឺមានអ្នកផ្សេងជាអ្នកធ្វើគ្មានអ្នកផ្សេងនោះទេគឺជាឯងប្រកាសណាស់ដែលយប់ឡើងចេញទៅចាប់មាន់ទាគោក្របីអ្នកស្រុកស៊ីព្រោះអ្នកណាក៏ដឹងថាតាយាយទាំងពីរអ្នកនេះហើយតែយកឯងជាកូនខ្លាចិញ្ចឹមពីក្នុងព្រៃមកឯងមុខជាស៊ីសត្វទាំងនោះដូចជាខ្លាមិនខានឡើយការពិតខ្ញុំមិនចង់និយាយនោះទេតែបើបងនិយាយអញ្ចឹងទៅហើយខ្ញុំនឹងនិយាយឲ្យអស់មាន់ទាគោក្របីអ្នកស្រុកដែលបាត់នោះគឺស្នាដៃរបស់អាជុចនិងបពពួកដែលតែងតែលួចយកទៅកាប់ស៊ីនិងលក់ឲ្យទៅឈ្មួញនៅឯភូមិខាងត្បូងនោះបើអ្នកទាំងអស់គ្នាមិនជឿទៅសួរនាយឈ្មួញនោះទៅមុខជាដឹងរឿងមិនខានឡើយអាដាមនេះឯងតាមដានយើងមែនទេបានជាដឹងរឿងយើងបែបនេះអាចុចបើឯងនិយាយបែបនេះរឿងច្បាស់ជាឯងជាអ្នកធ្វើហើយនោះមែនទេរឿងលួចគោក្របីមាន់ទារបស់អ្នកស្រុកនោះគឺជាឯងហើយមែនទេអាចុចទេលោកមេភូមិខ្ញុំលួចលេងទេលោកមេភូមិសូមកុំចាប់ខ្ញុំដាក់គុកអីរឿងនេះយើងមិនអាចសម្រេចចិត្តបាននោះទេអាស្រ័យទៅលើម្ចាស់សត្វទាំងអស់ព្រមទាំងអាដាមដែលឯងចោទប្រកាន់បើពួកគេអត់ទោសឲ្យឯងយើងក៏អត់ទោសឲ្យឯងនោះដែរលោកមេភូមិរឿងទាំងអស់នេះខ្ញុំគិតថាវាមិនសំខាន់នោះទេអ្វីដែលសំខាន់នោះគឺនៅពេលនេះយើងត្រូវរកវិធីធ្វើឲ្យមានទឹកប្រើប្រាស់ឡើងវិញដើម្បីឲ្យបងប្អូនកសិករយើងបាននាំគ្នាធ្វើស្រែចម្ការនិងមានទឹកសម្រាប់បរិភោគអារឿងដែលធ្វើឲ្យទឹកស្ទឹងរីងស្ងួតហ្នឹងខ្ញុំក៏បានឲ្យគេស៊ើបដឹងហើយថាមកពីមូលហេតុអ្វីនោះគឺដោយសារតែមានពស់បិសាចមួយវាបានបឺតទឹកយកទៅដូច្នេះហើយទ
ទើបធ្វើឲ្យពួកយើងគ្មានទឹកប្រើប្រាស់បែបនេះរឿងហ្នឹងទាល់តែមានអ្នកណាម្នាក់ទៅកំចាត់ពស់បិសាចនោះហើយទើបយើងអាចមានទឹកប្រើប្រាស់វិញណាអាដាមបាទលោកអ៊ំរឿងហ្នឹងខ្ញុំក៏បានដឹងបន្តិចបន្តួចដែរដូច្នេះស្អែកខ្ញុំនឹងទៅប្រយុទ្ធជាមួយនឹងពស់បិសាចនោះបើខ្ញុំមានសំណាងល្អអាចយកឈ្នះវាបានយើងនឹងមានទឹកប្រើប្រាស់ឡើងវិញប្រសើរជាងរងចាំសេចក្តីស្លាប់ដោយមិនបានធ្វើអ្វីទាល់តែសោះបើអញ្ចឹងស្អែកយើងទាំងអស់គ្នានឹងទៅជាមួយឯងដើម្បីប្រយុទ្ធជាមួយនឹងសត្វពស់បិសាចនោះយប់ឡើងតាយាយមានក្តីបារម្ភជាខ្លាំងដោយសារតែស្អែកនេះអាដាមត្រូវទៅប្រយុទ្ធជាមួយនឹងពស់បិសាចដូច្នេះពួកគាត់ក៏ពិភាក្សាគ្នាអាដាមចៅអើយតានិយាយប្រាប់ចៅបើសិនជាស្អែកចៅមិនអាចយកឈ្នះពស់នោះទេចៅត្រូវតែរត់ឲ្យលឿនកុំឲ្យវាសម្លាប់ចៅបានណាចៅមែនហើយចៅដាំចៅត្រូវតែទុកជីវិតមកវិញយាយតានៅរងចាំចៅណាចៅខណៈពេលពួកគេកំពុងនិយាយគ្នាស្រាប់តែមានឮសំឡេងខ្លាក្រហឹមឡើងគួរឲ្យខ្លាចពេលនោះក៏មានស្ដេចខ្លាដើរចេញមកនិយាយជាមួយនឹងអាដាមដាមកូនក៏មានក្តីបារម្ភអីត្បិតពស់នោះវាមិនអាចយកឈ្នះកូនបាននោះទេព្រោះតែកូនបានបើទឹកដោះម៉ែដែលជាស្ដេចខ្លាដែលមានបារមីខ្ពង់ខ្ពស់មិនថាពស់បិសាចឬព្រាយបិសាចឬអមនុស្សផ្សេងពួកគេមិនអាចយកឈ្នះកូនបានឡើយតែស្អែកនេះពេលកូនយកឈ្នះពស់នោះហើយកូនកុំសម្លាប់វាអីហេតុអ្វីទៅម៉ែបានជាមិនឲ្យខ្ញុំសម្លាប់វាទៅម៉ែពេលនោះកូននឹងដឹងខ្លួនហើយម៉ែលាកូនទៅវិញហើយណាកូនម៉ែជប់សិនម៉ែកូនមានចំណល់ច្រើនណាស់ដែលត្រូវសួរម៉ែខ្លាក៏បានត្រឡប់ទៅចូលទៅក្នុងព្រៃវិញបាត់ទៅអានឹងយាយពីរនាក់មានការផាត់ភ័យខ្លាចជាខ្លាំងក៏បានសួរទៅអាដាមថាអាដាមចៅតើមុននេះស្ដេចខ្លានោះនិយាយអ្វីជាមួយនឹងចៅទៅមិនដេចក៏យាយស្ដាប់មិនឮបែបនេះបាទលោកតាយាយមុននេះម៉ែខ្លាបានមកប្រាប់ចៅថាកុំឲ្យចៅបារម្ភពីពស់បិសាចនោះវាមិនអាចយកឈ្នះចៅបានទេព្រោះចៅបានបើកទឹកដោះម៉ែខ្លាមិនថាសត្វព្រៃឬបិសាចឬព្រាយអមនុស្សគឺមិនអាចយកឈ្នះចៅបានឡើយតែចៅឆ្ងល់លោកយាយឲ្យតែរាល់ដងឲ្យតែគាត់មកខ្ញុំរកតែសួរប្រវត្តិខ្ញុំពីគាត់មិនបានសោះអូចៅដាំយើងមានន័យថាខ្លាតែងតែមករកចៅមែននោះទេបាទលោកតាលោកយាយម៉ែខ្លាតែងមកលេងជាមួយចៅតែចៅមិនបានប្រាប់លោកតាលោកយាយទេព្រោះខ្លាចលោកតាលោកយាយមានការផិតភ័យអូយអាដាមមួយញាក់សាច់អស់ហើយចៅអើយពេលឮថាខ្លាតែងតែមកលេងនៅទីនេះបែបនេះតាញាក់សាច់តែម្ដងចៅយាយហើយចៅយាយចង់សួរប្រវត្តិចៅធ្វើអីឬក៏ចៅចង់ចាក់ចេញពីតានិងយាយចាស់នេះទុកឲ្យតាចាស់យាយចាស់នេះនៅកណ្ដោចកណ្ដែងតែពីរអ្នកឯងទៀតទេឬអត់ទេលោកតាលោកយាយចៅគ្រាន់តែឆ្ងល់តើឪពុកម្ដាយចៅបង្កើតជាមនុស្សបែបណាបានជាចិត្តដាច់យកចៅទៅបោះបង់ចោលបែបនេះស្អែកឡើងអាដាមនិងអ្នកស្រុកក៏បាននាំគ្នាទៅកន្លែងបិសាចពស់នោះពេលទៅដល់អាដាមនិងបិសាចបានប្រាសិលដាក់គ្នាទៅវិញទៅមកធ្វើឲ្យអ្នកភូមិទៅជាមួយមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះពួកគេមិនធ្លាប់គិតថាមានសិលពូកែបែបនេះឡើយ
ការប្រយុទ្ធនេះអស់រយៈពេលមួយស្របក់ធំផុតទៅពីបំផុតអាដាមក៏អាចបង្ក្រាបបិសាចពស់នោះបានអ្នកស្រុកអ្នកភូមិក៏បាននាំគ្នាស្រែកឡើងថាបិសាចពស់នោះវាស្លាប់ហើយយេវាស្លាប់ហើយអាដាមឯងនៅអែអុញអីទៀតឆាប់សម្លាប់អាពស់បិសាចនោះទៅឆាប់សម្លាប់វាទៅដើម្បីយកទឹកពីក្នុងពោះវាយកមកប្រើប្រាស់យេសម្លាប់វាទៅសម្លាប់វាទៅពេលនោះអាដាមកូននឹកឃើញបណ្ដាំរបស់ម្ដាយខ្លាដែលបានប្រាប់ថាកុំឲ្យសម្លាប់បិសាចនោះអាដាមក៏ឈរសម្លឹងទាំងទឹកមុខឆ្ងល់ថាហេតុអ្វីម្ដាយខ្លាមិនឲ្យសម្លាប់ពស់នេះអញ្ចឹងរំពេចនោះពស់បិសាចក៏បានប្រែកាយជាមនុស្សស្រីដ៏ស្រស់ស្រពាម្នាក់ចេញមកភ្លាមហើយក៏និយាយទៅអាដាមថា នាងខ្ញុំសូមអរគុណណាស់នាយដែលនាយមិនសម្លាប់ខ្ញុំ នាងជាបិសាចពស់នេះមែនទេ ការពិតទៅយើងមិនមែនជាបិសាចពស់ទេយើងឈ្មោះមូនីកែវជាកូនស្ដេចនេះនៅក្បែរនេះឯដោយសារតែយើងមិនព្រមរៀបការជាមួយកូនមេធ្មប់កំណាចទើបបានជាមេធ្មប់កំណាចនោះប្រើមុនខ្មែរឲ្យយើងខ្លាចជាបិសាចពស់ក្បាល3បែបនេះដើម្បីឲ្យយើងមានយុទ្ធសាស្ត្រខ្លាំងពូកែយកឈ្នះយើងហើយក៏សម្លាប់យើងចោលទៅនោះពួកគេនឹងបានសោយរាជ្យជាស្ដេចតែបើអ្នកយកឈ្នះយើងគឺជាស្ដេចពស់ក្បាល3នេះហើយមិនសម្លាប់យើងនោះទេយើងនឹងក្លាយជាមនុស្សលោកធម្មតាវិញហើយមេធ្មប់និងកូនរបស់គេនឹងរលាយរលត់ចេញពីផែនដីនេះជារៀងរហូត ការពិតនាងជាព្រះនាងសោះឲ្យទូលបង្គំសុំអភ័យទោសផងព្រះនាងមុននេះដែលធ្វើឲ្យព្រះនាងមានរបួសដល់ព្រះកាយ មិនអីទេមិនអីនេះដោយសារតែអ្នកមិនបានដឹងបានជាអ្នកធ្វើបែបនេះមកលើយើង ខណៈនោះក៏មានលោកមហាសេដ្ឋីលេចមុខចេញនិងអ្នកភូមិតាយាយអ៊ំពូមីមីងបានចូលមកណែអ្នកកំឡោះតាឯងមែនទេដែលតានឹងយាយយកមកពីក្នុងព្រៃអថ័ន្ទមកចិញ្ចឹមនោះឲ្យយើងមើលឯងបន្តិចមើលស្នាមនេះពិតជាស្នាមខ្ញៅរបស់កូនយើងមែនកូនសំឡាញ់ទីបំផុតពុកបានជួបកូនហើយលោកជាឪពុកខ្ញុំមែនទេពិតមែនហើយកូនយើងជាឪពុករបស់ឯងបើលោកជាឪពុករបស់ខ្ញុំមែនខ្ញុំចង់សួរលោកថាហេតុអ្វីបានជាលោកយកខ្ញុំទៅបោះបង់ចោលក្នុងព្រៃអថ័ន្ទបែបនេះហើយរឿងនឹងវាវែងឆ្ងាយណាស់ចាំពុកប្រាប់កូនឯងកាលពីជាង20ឆ្នាំមុនពេលពុកនិងម្ដាយឯងធ្វើដំណើរក្បែរព្រៃអថ័ន្ទនេះស្រាប់តែមានពួកសត្រូវមកលួចលបវាយប្រហារពួកយើងម្ដាយឯងនិងអ្នកផ្សេងត្រូវវាសម្លាប់ចោលទាំងអស់ពេលនោះពុកផិតភ័យក៏ត្រូវរបួសធ្ងន់មិនអាចយកឈ្នះវាបានពួកវារៀបនឹងសម្លាប់កូននិងពុកទៅហើយស្រាប់តែពេលនោះមានស្ដេចខ្លាមួយចេញមកជួយសម្លាប់ពួកសត្រូវទាំងនោះអស់ខ្លាក៏បានពាំកូនចូលទៅក្នុងព្រៃអថ័ន្ទបាត់ទៅក្រោយពីពុកបានជាពីរបួសពុកក៏បានព្យាយាមស្វែងរកកូនក្នុងព្រៃអថ័ន្ទនោះដែរតែមិនអាចចូលទៅក្នុងព្រៃនោះបានទេដូចជាមានរនាំងសិលការពារអញ្ចឹងណាកូនដូច្នេះទើបបានជាពុកមិនអាចរកកូនឃើញឲ្យទាន់ពេលវេលាទើបតែពុកឲ្យគេស៊ើបដំណើរទៅក៏បានដឹងថាកាលពី20ឆ្នាំមុនមានលោកតាលោកយាយទាំងពីរនាក់នេះបានរើសក្មេងពីក្នុងព្រៃអថ័ន្ទមកទើបពុកមករកកូនពុកឲ្យកូនសុំទោសផងដែលកន្លងមកកូនខំតែគិតថាពុកម៉ែ
មិនត្រូវការកូនបានជាយកកូនទៅបំបោះចោលក្នុងព្រៃអាថ័ន្តបែបនេះហើយណាស់ហើយមិនអីទេកូនពួកយើងបានជួបជុំគ្នាហើយពុកសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញកូនបែបនេះហើយចុះឯណាពស់បិសាចនោះកូនចាំពុកជួយកម្ចាត់វាឲ្យណាកូនបាទពុកការពិតពស់បិសាចនោះគឺជាព្រះនាងមនីកែវនេះហើយណាលោកពុកដែលព្រះនាងត្រូវបណ្ដាសាយាយធ្មប់ទើបបានខ្លាចជាពស់ក្បាល3បែបនេះទូលបង្គំឮថាព្រះនាងបាត់ប្រកាយមិនដឹងទៅណាការពិតព្រះនាងត្រូវបណ្ដាសាសោះអញ្ចឹងហើយទូលបង្គំនឹងយាងព្រះនាងចូលទៅព្រះនគរវិញអាដាមកូនពុកនឹងនាំកូនព្រមទាំងលោកតាលោកយាយទៅជាមួយហើយណាកូនបាទលោកពុកតែកូនគិតថាកូនចង់ទៅលាម៉ែខ្លាសិនព្រោះម៉ែខ្លាជាអ្នកមានគុណមកលើគ្រួសាររបស់យើងណាលោកពុកខណៈពេលនោះគ្រប់គ្នាក៏បានឮសំឡេងស្ដេចខ្លាក្រហមលាន់រំដំពេញព្រៃហើយពួកគេក៏បានឃើញស្ដេចខ្លាដើរចេញមកសំដៅទៅរកអាដាម អាដាមកូនពេលនេះកូនបានជួបឪពុករបស់កូនហើយព្រះនាងនោះឯងដែលត្រូវជាគូព្រេងរបស់កូនតាំងតែពីអតីតជាតិមកម្ល៉េះចូលកូនទៅរស់នៅជាមួយពួកគេចុះកុំបារម្ភអំពីម៉ែអីពីព្រោះតាម៉ែជាសត្វទេពដែលអាចរស់នៅក្នុងព្រៃនិងមានអាយុរាប់ពាន់ឆ្នាំមិនដូចជាពួកកូនជាមនុស្សលោកធម្មតានោះទេតែកូនមិនចង់ឃ្លាតពីម៉ែនោះទេម៉ែខ្លាទៅចុះណាកូនលើលោកនេះគ្មានអ្វីជួបហើយមិនបែកនោះទេនិស័យម្ដាយនិងកូនយើងវាមិនទាន់ចប់នៅឡើយបើកូននឹកម៉ែកូននឹងលឹកឈ្មោះម៉ែទៅម៉ែនឹងទៅរកកូនហើយបាទម៉ែខ្លាកូនដឹងហើយព្រះនាងខ្លាខ្ញុំកណាសូមអរព្រគុណព្រះនាងណាស់ដែលថ្ងៃនោះព្រះនាងបានមកជួយគ្រួសាររបស់ខ្ញុំកណាមិនអីទេលោកសេដ្ឋីនេះមកពីនិស័យរបស់ពួកយើងដែលបណ្ដាចិត្តឲ្យខ្ញុំចេញទៅជួយពុកកូនអ្នកទាំងពីរពេលនោះអ្នកទាំងពីរបានជួបគ្នាពេលនោះលោកសេដ្ឋីនិងអាដាមបានជួបគ្នាក៏រាប់អានគ្នាជាឪពុកណាស់ហើយចុះលោកសេដ្ឋីកូនដាំមានម្ដាយកូនទៅចុះសូមឲ្យសុខសប្បាយខណៈពេលនេះម៉ែក៏ដល់ពេលត្រូវទៅតាំងសមាធិបន្តទៀតដែរម៉ែលាកូនហើយខ្ញុំលាលោកសេដ្ឋីនិងអ្នកម្នាងហើយអាដាមនិងលោកសេដ្ឋីព្រមទាំងព្រះនាងក៏យាងទៅព្រះនគរដោយសុខសាន្តនិងមានសុវត្ថិភាពសូមលោកស្រីអ្នកនាងកញ្ញារងចាំទស្សនាភាគបន្ត